ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះនេះខ្ញុំបានមកលេងនៅពេជ្រនិលជិះតាមបន្តិចទៀតដល់កំពង់សោមអញ្ចឹងណាក្រុងបរសេនុហើយឥឡូវទឹកធ្លាក់ទៅលើភ្នំទឹកធ្លាក់នេះគេមកបាញ់ឡានដើម្បីលាងជំរះក្អែលដីដែលជាប់ឡានហើយស្នុកយើងធ្វើដំណើរចូលទីក្រុងអញ្ចឹងណាពុកម៉ែបងប្អូនឥឡូវនេះសកម្មភាពនាងខ្ញុំកំពុងតែឡើងនៅលើភ្នំដើម្បីទៅមើលទឹកជ្រោះនិងកន្លែងទីវត្តអារាមដ៏កំសត់មួយចាំតាមដានទស្សនាទាំងអស់គ្នាត្រៀមតាំងពីកៅអៅទៅមួយទឹកអញ្ចឹងរៀងវិចស្ពាយបន្តិចអើយធន់ដីល្អិលពុកម៉ែបងប្អូនអើយដីភ្នំហ៎តែនាងខ្ញុំធ្លាប់មកទីនេះប្រហែលជា6 7ដងហើយបងប្អូនចាហើយមកនេះរៀងអលឹមឆាច់ទៀតអញ្ចឹងណាចឹងរៀងតិចតិចុំតែអត់ភ្លៀងខ្លាំងឯងគ្រាន់តែលឹមសាច់ស្រេចតិចតែអាចធ្វើដំណើរបានចាអូយយួរដូចជំលៀសអញ្ចឹងណាអត់តន់ជំនាន់ជំលៀសសង្គ្រាមអីគ្រាន់តែវិចសំពាយចាតាមដានទស្សនាទាំងអស់គ្នាបងប្អូនគីនាងខ្ញុំធ្វើដំណើរមកចាពុកម៉ែបងប្អូននាងខ្ញុំនឹងប៉ាម៉ាក់ឡើងជិតដល់ទីតាំងហើយប្រហែលជា 4-5 នាទីទៀតដល់ហើយពុកម៉ែបងប្អូនបើកូនស្រីពៅខ្ញុំអត់មានសម្រាប់សូម្បីតែបន្តិចម៉ែវាសម្រាប់ជិត10ដងហើយមកមានទាញដៃលោកតាលោកយាយទៅឲ្យឆាប់ដល់ទៀតគាត់ខ្លាំងប្រកាយអាដូចខ្ញុំទេមានអាស្រ័យខឹងខ្ញុំដើរយឺតម៉ែនេះឡើងចង់អស់ខ្យល់ហើយជាលោកកាត់ឆ្កាយមកទៅបានរៀងស្អាតជាងមុនមកមុនរៀងព្រៃជាងហ្នឹងណាពុកម៉ែបងប្អូនមិនដែរសុបាយអត់ស៊ាំហើយពុកម៉ែបងប្អូនមក6 7ដងហើយអ្នកអត់ធ្លាប់មកគេរៀងពិបាកព្រោះតែខ្ញុំមកស៊ាំហើយអញ្ចឹងទិសដៅខ្ញុំចង់មកលេងលំហែអារម្មណ៍ហើយមានទឹកជ្រោះទៀតចង់មកជាងគេគឺមួយទឹកជ្រោះតែទឹកជ្រោះអត់ធំទេពុកម៉ែបងប្អូនទឹកជ្រោះទូចដែរដូចលឺសលេងស្នូទឹកបដាឯពុកម៉ែបងប្អូននៅក្នុងរៀងព្រៃស្ដុបនោះទឹកដែលហូរច្រោះទៅក្រោមសម្រាប់បងដែលគាត់ឡានធំគាត់លៀងគាត់បាញ់នឹងសលេងទឹកជ្រោះនៅហ្នឹងពុកម៉ែបងប្អូនចាត់ដួលកូនណាដល់អាស្រមលោកតាពុកម៉ែបងប្អូនមានលោកតាធុដងគាត់នៅលើភ្នំគាត់នៅតែមួយអង្គឯងគាត់មានបជនច្រើនហើយអត់ដឹងថាបជនប្រហែលទេតែបជនគាត់រៀងច្រើនដែរហើយគាត់នៅតែមួយអង្គឯងហើយអត់ថ្ងៃណាក៏មានចង្ហាន់ប្រជាពុទ្ធបរិស័ទនៅក្រមទៅគាត់ដាក់ចង្ហាន់ទៅព្រះអង្គបានឆាន់ចឹងទៅថ្ងៃណាអត់ក៏អត់ចឹងទៅចង់ពេលពួកខ្ញុំមកមានចង្ហាន់ទុកឲ្យគាត់ឲ្យទុកឲ្យព្រះអង្គតិចតួចចឹងណាពុកម៉ែបងប្អូនឥឡូវបានដល់ទីតាំងហើយពុកម៉ែបងប្អូនអើយហើយប្អូនស្រីនាងខ្ញុំគាត់បានមកដល់មុនខ្ញុំគាត់ជិះម៉ូតូ2នាក់3នាក់កូនគាត់ហើយនឹងប្តីគាត់មកដល់មុនខ្ញុំតាំងមកខាងផឹកហើយពួកខ្ញុំជិះឡានមករៀងយឺតដែរព្រោះឡើងឈប់ទិញអីច្រើននោះហើយនៅសិតសលេងសិតគេដាក់ទៅយោទឹកហូរគ្រប់កន្លែងព្រោះទឹកហូរពីភ្នំពុកម៉ែបងប្អូនអើយ24 ម៉ោងលើ24 ម៉ោងគឺទឹកហូរអត់ឈប់ហើយធម្មជាតិចេះតែបង្កើតមកដោយយើងមិននឹកស្មានដល់ពុកម៉ែបងប្អូន ព្រះ
ông còn nơi lớn nó còn miền đàm chê chùm hello bà cha con hello ơi hello hạt áp super mới ôn ơi mà đò xong lục ở miền chợ khén miền ai tê này nè khi mà bật cắt lươn ngào sẽ chú bạn đi làm bây giờ thoại từ đò lục ở mà ôn cha giờ thưa sẽ chú hay ở trong mùa nắng tật bị bằng hà bằng ôn luôn nhưng thọt từ hiệp bị hàng lừa tới á cha này khoa xong phải lục ở bằng hà ôn cứ lịch lụt lì ở hai hay nơi khang cong của miền tật sẽได้nhầm nhom thọt bằng hai chun bằng ôn được đi một time tiệt trắng á cha này ôn hay là nè mê chan đây bằng ôn ơi là lừa bằng ngày khla ban mi ngày khla ban cái bậc kênh ai bị khang cong mau thì tuổi trắng á năm ôn nào nôm nhâm mì cố đây nầu con nhâm mì ạ em con nhâm mì kia chứ em kia wow chết cả hai này ăn hết hay hả good job cha bố mày bông ôn bên này nhom ban giọt ở chính hắn mình bị chịt đông hôm nay tích tuổi dùng mọc ở bài nơi cái lại của mày cũng sẽ im là bay xong liệp xong chay tập tẹt bên trắng nó của mày bông ôn từ liêm từ lọp nhưng nhom ai tầm mò thì đồng ban phnom nông miên cái lại group sakara bầu chia nhưng mà đã đồng lồng tê cái thời tầm miên là ba tích tuổi tầm bây giờ mà sàn phai trông khổ sai trắng ai tầm miên nhom máu của mày bông ôn rồi chùm hiên điện thông thông thời gian tới dựng mò lừa ta rồi ôn xôm po xôm chay là người hôn ôn lắc lăng lừa món gì bay lừa món á bay lại nè ăn lừa rồi ôn trai xôm nhiệt xôm chay tay tè với miền môi miền phía ở trà này cũng sẽ sắp bay ôi tì thìa sàn na của mai bông ôn nữa tê hiệp ôn trai trong cô sa ban mặt đa là của mai cũng sẽ lên nông pin nào hai là ban phun này nông pin có đấy của này hai ôn còn lão một hạt đàn này ở kiaคือตำรวจมองทำไรนะคือปอดไอ้เนี่ยโอนมูเนิร์ดนั่งหลับไว้โอนตาทำได้ตาโอนตาตาโอนแหนนี่มาอันนั้นคือน้ำแหนem cắt đồ vài ở còn đã đây chứ mình tê vài lục ta máy ta phải cắt đô ngay tại sang mai gót bán trên máy làm chai trao để đầu miên còn mình một phai biết quá này chào xong điệp xong chay xong sọc sập bài ở miền tây tây chôn châu tộc salon nâng rộng gì xong má mà mai con trai ba mặt đo thì cái này thứ hai ok chơi miền lư miền trên nhà lang máy mai nó con trai này không
ចៅមកបាត់ថាហើយកូនក៏ចូលបណ្ណៈថាដំណើរហើយស្រីនេះណាស់ច្រើនខាងមកមាត់ទឹកចូលមកវាបាទបាទគុំតើបោះចោលរឿងអក្រក់ទាំងអស់នៅលើនេះបងប្អូនជួបតែរឿងល្អរៀកអឺពីញ៉ាំមកមកពីលឺមានយ៉ាញ៉ាំមានមកទៅមកខ្មែរហេបានមើលហាងកុំមកដល់ហើយបងនេះទៅអូមើលអោបគ្នាណាកុំឲ្យឆ្លោះគ្នាទៀតណា ចិត្តជន់ក្បិតកូនខាត់មកណា ឆ្លាញ់គ្នាមកមកខាត់នេះមកទៅសាទូកូនសុំឡើងលើភ្នំរយៈភ្នំទៅបងប្អូនអើយថ្ងៃហ្នឹងបងបាត់ទិញអីមកហូបច្រើនណាឡើងលើភ្នំជុំគ្នាបងប្អូននេះហុកដុតមែនហុកដុតមែនហុកដុតបងប្អូនហើយនេះគេមកដើមកោះអាំងចានេះបាយអបបងប្អូនយើងទិញចឹងស្រួលហ្មង វ៉ាវឆ្ងាញ់ណាស់កូនតំណងអត់ បងប្អូនអើយយើងអត់បានធ្វើអីទេហើយខ្ញុំធ្វើបានតែជ្រូកស្ងោរឯងអូយមាត់ទៀតបងប្អូននេះ ចាត់មុតចកវ៉ាវមាន់ទៀតវ៉ាវលយមែនតាន ដល់តែឆ្ងាញ់ហ្មងបងប្អូននេះយើងហូបចឹងលើភ្នំបានហូបទៅឆ្ងាញ់បងប្អូន អើយកម្រងនាងខ្ញុំថាយកទៅញ៉ាំនៅកន្លែងទឹកជ្រោះដើម្បីបានយូរទឹក សើមដែលលាក់បន្តិច រៀងសាមពុទ្ធសានមកយកមកលឹមមកពុកម៉ែបងប្អូនយកមកចាំពេលភ្លឺ ហើយបងប្អូនហើយចាំចុះទៅលេងទឹកជ្រោះហ្មងចាំទស្សនាការលេងទឹកជ្រោះទាំងអស់គ្នាបងប្អូនណាចាឥឡូវក្មេងៗញ៉ៃទៀតបងប្អូនអើយ យើងមកផ្លូវឆ្ងាយជាងយើងមានតែញ៉ាំហូប ថ្ងៃដែរបងប្អូនដល់ពី10ជាងហ្នឹងលាវាបដាបដាហូបឲ្យអាំងទៅលេងទឹកហ្មងមកហត់នេះបន្លែសាច់ជ្រូកអាំងអត់សាច់ជ្រូកស្ងោរបងប្អូនស្ងោរទឹកពីហើយនំចុកដៃនំចុកនៅក្រោយមក វ៉ាវមើលបន្លែតំណងណាពុកម៉ែបងប្អូនអូយ នំចុកទិញបាន1គីឡូអស់ទៀតតែសាច់ជ្រូកអត់ស្រង់ជ្រូកមកក្នុងផ្ទះស្ងោរហើយហ្នឹងហើយនឹងផាក់ទឹកចុកទៀតមិនឃើញគៀនដៃ វ៉ាវឆ្ងាញ់ណាស់មាន់ ទឹកពីយើងបងប្អូនអត់តាមដាក់ម្ទេសទេរត់ថាខាត់ចាស់ហូបចាស់ទៅពេកទៅ ទឹកលើកជ្រលក់ ឆាន់ឆាយស្ងោរបងប្អូន ជ្រូក សាច់ជ្រូកស្ងោរឡើងមកថាបងប្អូននេះ ស្ងោរបែបនៅលើភ្នំមកបងប្អូនអត់មានស្ទះអីស្រួលទេបងប្អូន ឡៃលោកអត់មានអីទេលោក សាច់ជ្រូកឆ្ងោរជ្រលក់ទឹកកាពី អត់បាទណៅនេះអូនោះ តោះរៀបចំញ៉ាំព្រោះយើងនៅដំណើរវែងឆ្ងាយទៀតណាពុកម៉ែបងប្អូនតោះ អត់បាត់ចឹងវិញប៉ានកាន់បាត់ប៉ាកាន់បាត់ទេ បងអីណា ណាស់ទេ បងប្អូននាងខ្ញុំចាប់ផ្ដើមញ៉ាំម្ដាហើយ តាអត់មានកបាត់បងប្អូនអត់កបាត់ទៅពេលចឹងបេះម្ដាបងប្អូនហើយផ្ទាប់ជាមួយបន្លែយើងស្រស់ហ្នឹង នាងខ្ញុំអត់ចេះញ៉ាំគល់ទេចេះញ៉ាំតែចុងស្លាត តបទៅមកនៅក្រោមមាននេះស្ដេចបរោះនេះដាក់ អត់ចេះញ៉ាំទេ បងប្អូនហើយជាមួយនឹងនេះអីគេនំចុកតែនំចុកអត់ទេនេះដាក់នំចុកមកទៅយើងហូបតាមឡើង ទេចង់យកពីណានឯងចាហ្នឹងបើគេដាក់ស្រាយបរោះតែនាងខ្ញុំអត់ចេះញ៉ាំទេហើយតបមកយើងមានម្ទេសមួយម្ទេសចង់ម្ទេសបន្តិចចាសាច់ជ្រូក3ជាន់ទឹកជ្រលក់ទឹកកាពិ ហើយ វ៉ាវ ភាសារបស់ខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនតោះឥឡូវហូបរបស់ខ្ញុំទាំងអស់គ្នាមកតាពីលឿនអត់ទេទេក្រៅទេក្រៅហើយស្អីក្រៅហើយ ញ៉ាំ ចុះអាឡៃមើលប្រាស់នោះ ឃើញចាក់មក មានសាច់មាន់មានអីបងប្អូនខាងណា hồi lại đã ăn ដាក់នៅម្ដុំទៅមកបង ឆ្ងាញ់ពុកម៉ែបងប្អូនអើយមកលើភ្នំហើយយើងឃ្លានដែរអត់បានញ៉ាំអីផង ចាំទៅលេងទឹកជ្រោះរបស់ខ្ញុំទាំងអស់គ្នាបងប្អូនណាបាយបាយពេលនោះសិនបងប្អូន ខ្វាលឺតាមថាយាយពតអត់មកទេតោះទៅដែរប្រចចាពុកម៉ែបងប្អូននាងខ្ញុំមុនដំបូងកម្រងថាញ៉ាំអាហារនៅកន្លែងលើនេះឲ្យប៉ុន្តែគិតសាប់ទៅចង់ញ៉ាំនៅកន្លែងទឹកជ្រោះមើលទេសភាពបដាចង់ញ៉ាំបដាអញ្ចឹងណាពុកម៉ែបងប្អូន នឹងចាប់ដើមចុះទៅលេងទឹកជ្រោះហើយតោះ
មកម៉ាក់ចុះមកមួយល្អល់ណាបងអូនឲ្យយើងទៅលេងនៅខាងក្រោមណាចាចុះទៅមួយឲ្យពួកខ្ញុំយកឲ្យបានទៅហូបនៅខាងក្រោមខ្លះដែរបងប្អូនឥឡូវចង់ទៅផ្លូវចុះនេះតាមណាតាមណីយើតាមនេះមែនអូយយហើយមុននឹងខ្ញុំចុះទៅខ្ញុំឲ្យបងអូនប្រុសខ្ញុំទៅមើលហើយបងប្អូនអើយឃើញថាមានទឹកលេងច្រើនអញ្ចឹងបាទយើងទៅណាហើយកម្រមានអ្នកមកដល់កន្លែងហ្នឹងណាបងប្អូនទៅតែពួកខ្ញុំឯងខ្ញុំអាសាមកហើយយើងដឹងថាមានទឹកអីចឹងណាចុះមួយណាបងប្អូនអើយបោកស្បែកជើងបោកអីអស់ហើយល្អណាស់មកអីចុះប្រយ័ត្នណាបងប្អូនមកកំសាន្តនៅព្រៃភ្នំវាអញ្ចឹងហើយតែសប្បាយដែរកលុកណាម៉ែចាធ្វើមកចិត្តជើងបែកហើយដល់ទៅជើងហ្មងណាតែមុខទៀតណាមកquáតែដល់ទៅជើងគ្រូដើរវិញនេះដល់ទៅជើងគ្រូអត់អើលេងទៅជើងអើរត់តែមែនតែដាក់គាត់ដល់ទេបងប្អូនទៅបន្តិចតិចនោះឃើញហើយឃើញទឹកយើងម្ដងហើយបងប្អូននោះដាក់ផ្លាកអីនោះដាក់ផ្លាកខាងកាប់ព្រៃឈើខាងវិញនេះ5 ទៅ 10 ឆ្នាំចា5 ទៅ 10 ឆ្នាំមកដាក់ទៅអូល្អអើល្អម៉ែអីទេអូដល់ឡាចាគេខ្លួនឯងអូទឹកស្អាតហ្នឹងនេះអាថ្មខ្លាយថ្មមានខ្លាយដល់ទៅនោះចាពុកម៉ែបងប្អូនពេលនេះខ្ញុំបានរើម្ហូបមកដល់កន្លែងទឹកជ្រោះហើយឥឡូវនេះខ្ញុំកំពុងចាប់ផ្ដើមញ៉ាំម្ដងទៀតមុននឹងថាញ៉ាំនៅលើដល់ពេលទៅអត់សូវតំណងអញ្ចឹងចង់មកញ៉ាំនៅទឹកជ្រោះបងប្អូនទស្សនាអញ្ចឹងណាពុកម៉ែបងប្អូនចាហើយតាមទឹកដីហ្នឹងយើងញ៉ាំបដាស្ដាប់សំឡេងទឹកជ្រោះបដាពុកម៉ែបងប្អូនឆ្ងាញ់ខ្លាំងខាងខ្លាំងអមេចាប់ពីមានអីចាំត្រូវបងប្អូនអើយខ្ញុំញ៉ាំដៃអញ្ចឹងហើយមកវិញបានច្រើនណាមិនបានអីទេតុបអីទេបងប្អូនអត់មកបានដើរលេងព្រៃភ្នំកន្លែងណាគេមកដែរអត់ដល់បងប្អូនណាអត់ដល់ណាគេធ្វើមកទេ
បាយស្លុយបងប្អូនចាប់ដើមបាយស្លុយហ្នឹងមិនដែរអូយទៅទៀតអានមែនថៃហ្នឹងឃើញបាយស្លុយម្ចាស់ channel ស្រីពៅអូយស្អាតមែនតើបងប្អូនរំអត់អីទេមួយទឹកអញមិនចាប់យើងណាបើរំបើអូជួយយេម៉ាម៉ាញ់កោថ្មម៉ាញ់មើលម៉ាញ់កោថ្មធ្វើអីយកធ្វើអីគេយកស្លៀងកបិតបងប្អូនប៉ា hello មួយអូយសប្បាយណាស់បងប្អូនអើយណ៎អូត្រឡប់ទៅវិញហើយបងប្អូននេះហើយបានសើមហើយលេងទឹកបាន1ម៉ោងជាងដែរពុកម៉ែបងប្អូនឥឡូវម៉ាក់គាត់ទៅយកឲ្យបានបន្ថែមទៀតអូយកថ្មស្លៀងកបិតទេចាជួបមកយើងមកហុចមកអូយ៉ាបងប្អូនលេងបាន1ម៉ោងជាងដែរពុកម៉ែបងប្អូនអើយឥឡូវត្រឡប់ទៅវិញហើយបងប្អូនបើសិនជាមានចង់មកលេងនៅលើភ្នំពេញហ្នឹងយើងឡើងមកដល់ហួសកន្លែងលោកយាយម៉ៅបន្តិចកន្លែងគេបាញ់ទឹកលាងឡាននឹងម៉ូតូបងប្អូនចាកន្លែងហ្នឹងហ្មងហើយមានអាស្ដំលោកតានៅលើហ្នឹងបងប្អូនគាត់គង់នៅតែមួយអង្គឯងបជនគាត់8ជាង9ហើយបងប្អូនហើយនេះខ្ញុំអាសាមកមែនតើមកញឹកហ្មងណាសាតាអើយខ្ញុំចូលចិត្តណាស់ដើរព្រៃភ្នំដើរវត្តនៅលើភ្នំអញ្ចឹងឬកន្លែងស្ងាត់អញ្ចឹងបងប្អូនគឺគ្រូសាងចូលចិត្តមែនតើចានេះនេះឥឡូវហ្នឹងចាំខ្ញុំថតបង្ហាញការចុះភ្នំជាមួយខ្ញុំបងប្អូនបងប្អូននៅចាប់តាមធ្វើដំណើរទៅបងខ្ញុំទៅបងប្អូនអីណាត្រឡប់ទៅវិញហើយបងប្អូនលេងទឹកបាន1ម៉ោងជាងបាយភ្នំពេញណាឥឡូវធ្វើដំណើរទៅវិញហើយចានេះបងប្អូនទឹកអាហ្នឹងដឹងថាអត់មានអ្នកមកលេងថ្ងៃមកមានតែគ្នាឯងហ្មងបងប្អូននេះទៅហើយបងប្អូននឹងប៉ាអីស្ទាយទៅចាពុកម៉ែបងប្អូនពួកខ្ញុំក៏បានធ្វើដំណើរត្រឡប់ចុះពីលើភ្នំវិញហើយក៏សូមអរគុណទៅកាន់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះហើយនេះជាកន្លែងទីសក្ការៈបូជាដ៏ស័ក្តិសិទ្ធិពុកម៉ែបងប្អូនចាតោះបាយមួយមើលបាយអ៊ំពូមេងសូមជួយតាមដានហើយ Subscribe Channel បងប្អូនមួយផងបាយបងប្អូននៅផ្លូវដែលចុះទៅវិញគឺបែបនេះค่ะបងប្អូនណាអត់មានផ្លូវឡើងមកស្រួលអីដូចគេទេគេថ្មើរជើងអញ្ចឹងសុទ្ធតែម្ដងហើយបងប្អូនខុសខ្ញុំមកយីជងណាអាម៉ៅក៏ច្រើនទៅវិញក៏ច្រើនណាបងប្អូននេះអើយបងប្អូនហើយនឹងខ្ញុំពិតជាស្រឡាញ់ទេសភាពបែបនេះមែនតើបងប្អូនស្រឡាញ់ហើយក៏សំណោះផងដែរដោយសារតែខ្សត់ខ្លាំងណាខ្ញុំនៅតែនិយាយពាក្យដដែលថាខ្សត់ខ្លាំងណាបងប្អូនអើយមកបានទិញមីទិញបរិយខ្លះលោកគាត់ឆានបរិយបងប្អូនចាហើយឥឡូវម៉ាក់គាត់ទៅហើយម៉ាក់ខ្ញុំចូលចិត្តណាមកវត្តមកអីសៀកពាក់សបងប្អូនស្អាតដែរអត់ចាតោះគឺកំសត់មែនតើពុកម៉ែបងប្អូនអើយហើយនេះខ្ញុំចូលចិត្តណាស់មកទីកន្លែងដែរកំសត់ហើយធ្វើបុណ្យបែបនេះណាចាបងប្អូនហើយសូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូបងប្អូនដល់ចប់ហើយនឹងសូមបងប្អូន Subscribe Channel បងប្អូនម្នាក់មួយបងប្អូននឹងបង្ហាញទស្សនវិជ្ជាផ្សេងៗនឹងកន្លែងដើរលេងឬក៏មុខម្ហូបថ្មីពុកម៉ែបងប្អូនចាឥឡូវបងប្អូនមើលទស្សនវិជ្ជានៅខាងក្រៅមកគឺម៉ាក់តាបងប្អូនស្រីអីគាត់ចុះទៅបណ្ដាបងប្អូនហើយផ្លូវគឺស្មើជើងបែបនេះណាអត់មានផ្លូវឡើងស្រាអីចាំត្រូវបងប្អូននេះហើយរឹមឆិចខ្ញុំមូលជើងខោផងឲ្យសាវផងបងប្អូនចាតើឥឡូវបាយទាំងអស់គ្នាបាយអរគុណច្រើនចាបងប្អូននៅទេសភាពហ៎ឲ្យជាដៃហងស្អាតបងប្អូនអើយអូយស្អាតមែនតើលោកហើយមិនសមណាលើភ្នំកំសត់ម្លឹងទេបងប្អូនទេសភាពស្អាតប៉ុន្តែកំសត់តែខ្លាំងណា